ấy ban chia video bọc kê nú kia rọc lui ban tràn chiêng video bọc dường chẳng ban chụp đẹp xu hay cho xu đây từ đó bằng bồn ở kia chẳng này không ngày đằng nay trong nâng miền video clip môi sầm rạp chạy lại chun từ đó bằng bồn ở kia chẳng bằng bồn này rọc lui tam dạng channel YouTube bằng bồn miền ngò lại thà video bọc dường miền nẹt mơ mùi khề hay video bọc kê còn miền nẹt mơ mùi khề được như này còn ta hạt ấy ban chia video bọc kê nú kia rọc lui ban tràn chiêng video bọc dường chẳng được nung video này đai trong nâng prap bằng ôn thà ta hay ấy ban chia video bọc kế kia rọc lui ban tràn chiêng video bọc dường mình thân chỉ bằng ôn trong đăng bằng ôn xôm tu sana video bọc trong ní bị đăng hồ đỏ chóc hay bà bằng ôn kết ha video bọc trong ní miền nằm like miền nằm pop vào bằng ôn xôm chui like hay nâng subscribe đam bay sự tu banใน port มีថ្មី ពីវីដេអូរបស់ខ្ញុំទៀតអញ្ចឹងមូលហេតុដែលវីដេអូរបស់យើងរកលុយបានតិចជាងវីដេអូរបស់គេគឺដោយសារថាវីដេអូរបស់យើងភាគច្រើនមានអ្នកមើលនៅកម្ពុជាអញ្ចឹងបានន័យថាវីដេអូដែលមានប្រជាជនកម្ពុជាមើលភាគច្រើនគឺរកលុយបានតិចជាងវីដេអូដែលគេដែលមានអ្នកបរទេសមើលអញ្ចឹងបានន័យថាបរទេសមើលភាគច្រើនគឺរកលុយបានច្រើនមែនតើបងប្អូនពី channel YouTube អញ្ចឹងមូលហេតុដែលបរទេសមើលវីដេអូរបស់យើងហើយរកលុយបានច្រើននោះគឺដោយសារតែភាគច្រើន channel YouTube គឺគេផ្សាយពាណិជ្ជកម្មដើម្បីឲ្យមានអ្នកទិញនៅផលិតផលនៅក្នុង YouTube ហ្នឹងអញ្ចឹងមានន័យថាបរទេសភាគច្រើនគឺគេចំណាយលើថវិកាច្រើនដើម្បីឲ្យ YouTube ហ្នឹងផ្សាយនៅផលិតផលផ្សាយនៅអីវ៉ាន់របស់គេហ្នឹងដាក់នៅក្នុង channel YouTube ដាក់នៅលើ YouTube អញ្ចឹងភាគច្រើនបងប្អូនមើល YouTube បងប្អូនឃើញហើយភាគច្រើនគឺលោតពាណិជ្ជកម្មមកញ៉ៃញ៉ៃអញ្ចឹងពាណិជ្ជកម្មនោះហើយដែលធ្វើឲ្យអ្នកផលិតនៅវីដេអូអ្នកបង្កើតនៅ channel YouTube រកលុយតាម YouTube ហ្នឹងគឺគាត់រកលុយបានតាមការរយៈការផ្សាយពាណិជ្ជកម្មហ្នឹងអញ្ចឹងមានន័យថាវីដេអូដែលមានបរទេសមើលភាគច្រើនគឺ YouTube គេចំណាយដើមទុនច្រើនដើម្បីផ្សាយពាណិជ្ជកម្មអញ្ចឹងភាគច្រើន YouTube គិតថាបរទេសភាគច្រើនគាត់មើល YouTube ទៅគាត់ចាប់ដើមមានចំណាប់អារម្មណ៍ទិញអីវ៉ាន់ព្រោះនៅលើ YouTube គឺមានការផ្សាយពាណិជ្ជកម្មអញ្ចឹងនៅពេលដែលការផ្សាយពាណិជ្ជកម្មនោះទៅភាគច្រើនបរទេសគាត់ទិញអីវ៉ាន់តាមការផ្សាយពាណិជ្ជកម្មនៅលើ YouTube ហ្នឹងអញ្ចឹងមូលហេតុនេះហើយបានជាវីដេអូដែលមានបរទេសមើលគឺរកលុយបានច្រើនជាងវីដេអូដែលមានប្រជាជនកម្ពុជាយើងមើលអញ្ចឹងមានន័យថាអ្នកលក់ផលិតផលមួយដែលនៅសហរដ្ឋអាមេរិកឬក៏នៅបរទេសភាគច្រើនគាត់ចំណាយដើមទុនច្រើនទៅឲ្យ YouTube ដើម្បី YouTube នឹងធ្វើការផ្សាយអំពីពាណិជ្ជកម្មផ្សាយអំពីផលិតផលរបស់គាត់ភាគច្រើនពួកគាត់គិតថា YouTube នៅពេលដែល YouTube ផ្សាយពាណិជ្ជកម្មទៅភាគច្រើនផលិតផលរបស់គាត់គឺមានអ្នកទិញច្រើនអញ្ចឹងមូលហេតុនេះហើយបានធ្វើឲ្យ YouTube ដែលមានបរទេសមើលភាគច្រើនរកលុយបានច្រើនជាង YouTube ដែលមានប្រជាជនខ្មែរយើងមើលអញ្ចឹងនេះហើយគឺជាមូលហេតុដែលវីដេអូ 1k view ដូចគ្នាសោះប៉ុន្តែមួយរកលុយបានតិចប៉ុន្តែមួយទៀតរកលុយបានច្រើនអញ្ចឹងបើសិនជាបងប្អូនពេញចិត្តហើយនឹងចូលចិត្តវីដេអូរបស់ខ្ញុំបងប្អូនសូមជួយចុច like ហើយនិង subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តទៀត